ធ្លាប់ទៅធ្វើការនៅភ្នំពេញពាក់អាវស្អាតថ្ងៃនេះខ្ញុំនាំបងប្អូនខ្ញុំមកជួយបកចរកស៊ូហើយយើងពាក់អាវចាស់វិញម្ដងចាំមើលគាត់មានអារម្មណ៍មិនហើយម្នាក់ស្អាតពេលពាក់អាវហ្នឹងទៅប្លែកភ្នែកហ្មងហើយថ្ងៃនេះដែរគឺពួកគាត់សម្រាប់មកពីធ្វើការនៅភ្នំពេញវិញក្នុងពិធីបុណ្យអុំទូកគឺគាត់សម្រាប់ប៉ុន្តែគាត់មកលេងផ្ទះខ្ញុំហើយខ្ញុំឲ្យគាត់ទៅជួយបកចរផងធម្មតាអញ្ចឹងហើយយើងមានទាមិនមែនចេះឲ្យរបស់ស៊ីហ្វ្រីទៅត្រូវជួយធ្វើការយើងដែរហើយម្នាក់ពេលដែលបានឡើងជិះម៉ូតូទៅគឺសប្បាយអមែនតើអត់ទាន់ដឹងថាការងារហ្នឹងវាល្មិចទេចាំមើលតែពេលដល់នេះខ្ញុំកាត់មកដល់ក្នុងចំការកស៊ូការធ្វើដំណើរផ្លូវទៅធ្វើការគឺបកចរហ្នឹងគឺនៅក្នុងចំការកស៊ូនេះឯងហើយចំពោះអ្នកដែលអត់ស្គាល់ផ្លូវប៉ុន្តែជិះទៅមុនខ្ញុំទៀតហើយជិះមិនបានប្រហែលផងស្រាប់តែម៉ូតូក៏អស់សាំងហើយគាត់ក៏បាននិយាយថាអើយផ្ដើមម៉ូតូហត់ហើយគ្មានកម្លាំងទៅបកចរទេតែខ្ញុំក៏ប្រាប់គាត់វិញថាទ្រាំទៅជីវិតគឺជាការតស៊ូគង់តែមានអ្នកទទួលសឲ្យទេហើយក្នុងពេលនេះខ្ញុំពិតមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងព្រោះមានជំនួយអញ្ចឹងយើងធ្លាប់ធ្វើការពី2នាក់ឥឡូវមានគ្នាច្រើនយ៉ាងយើងសប្បាយចិត្តហើយនេះខ្ញុំកាត់មកដល់នេះគឺដល់កន្លែងដែលអ្នកធ្វើការនៅភ្នំពេញហើយមកបកចរជំនាញរៀងគួរសមចឹងថាដូចធ្លាប់នេះចឹងដងដងមានជំនាញខាងជីចរតែមិនមែនអត់ណាហើយខ្ញុំក៏សួរគាត់ថាម៉េចចរនឹងស្អុយអត់ធ្លាប់ធ្វើការនៅភ្នំពេញកាន់តែសាច់កណាត់ដល់ពេលនេះកាន់ចរស្អុយមានអារម្មណ៍ម៉េចហើយគាត់ក៏បាននិយាយថាទោះស្អុយក៏ត្រូវទ្រាំដែរដើម្បីមន់ដើម្បីទានិងដើម្បីប៊ីយ៉ាអូហើយនេះគឺជាប្អូនថ្លៃរបស់ខ្ញុំដែលគាត់ក៏អ្នកធ្វើការនៅភ្នំពេញដែរហើយថ្ងៃនេះខ្ញុំក៏នាំគាត់មកជួយបកចរហើយកៅប្រសិទ្ធប្រឡាក់ធ្លាប់តែពាក់អាវថ្មីហើយគាត់មានអារម្មណ៍ថាដូចសុបាយចិត្តប៉ុន្តែតដល់ចុងក្រោយមិនដឹងហើយខ្ញុំក៏បានសួរគាត់ទៀតថាមិនធ្វើការនៅភ្នំពេញហើយនឹងធ្វើការជីចរហ្នឹងមួយណាហត់ជាងហើយគាត់ក៏បាននិយាយថាម្យ៉ាងម្នាក់ទេហើយនៅទីបំផុតពួកគាត់ក៏បានធ្វើរួចហើយវីដេអូរបស់យើងក៏មានតែប៉ុណ្្នឹងដែរសង្ឃឹមថាបងប្អូននឹងចូលចិត្តវីដេអូមួយនេះហើយអូខ្ញុំភ្លេចប្រាប់គាត់មិនមែនថែមតែជួយបកចរខ្ញុំទេគឺគាត់បានទាំងធ្វើម្ហូបឲ្យខ្ញុំញ៉ាំទៀតផង